ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់ការរៀនភាសាចិនអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាបន្តទៀតយើងរៀនថ្ងៃនេះគឺពាក្យទី80ដែលយើងអានថា fa 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 ចា fa មានន័យថាផ្ញើ fa ពាក្យទី81ជាមុជាមុជាមុចាជាមុមានន័យថាកម្មវិធីជាមុពាក្យទី82ជាចាដោះស្រាយពាក្យទី83奇怪ចម្លែកពាក្យទី84同意ចា同意មានន័យថាយល់ព្រមឬក៏យល់ស្របចា同意ពាក្យទី85游戏ចា游戏 game ពាក្យទី86帮忙ជួយពាក្យទី87声音ចា声音មានន័យថាសំឡេងពាក្យទី88最近ចាថ្មីនេះពាក្យទី89要求សំណូមពរពាក្យទី90除了ក្រៅពីពាក្យទី81半កន្លះពាក្យទី92可愛គួរឲ្យស្រឡាញ់ពាក្យទី93国家ប្រទេសជាតិឬក៏ប្រទេសពាក្យទី94完成រួចរាល់ឬ95容易ងាយស្រួលអញ្ចឹងខ្ញុំនឹងអានឲ្យអ្នកទាំងអស់គ្នាម្ដងទៀត发ផ្ញើជាមុកម្មវិធីជាដោះស្រាយ奇怪ចម្លែក同意យល់ព្រមឬក៏យល់ស្រប游戏 game 帮忙ជួយ声音សំឡេង最近ថ្មីនេះ要求សំណូមពរ除了ក្រៅពី半កន្លះ可愛គួរឲ្យស្រឡាញ់国家ប្រទេសជាតិ完成រួចរាល់容易ងាយស្រួលអញ្ចឹងថ្ងៃនេះខ្ញុំចែករំលែកជាមួយនឹងអ្នកទាំងអស់គ្នាតាមប៉ុណ្ណឹងអរគុណសម្រាប់ការស្ដាប់និងការទស្សនាហើយសូមអ្នកទាំងអស់គ្នាពេញចិត្តវីដេអូដែលខ្ញុំចែករំលែកសូមជួយចុច like និង share ជួបគ្នានៅវីដេអូក្រោយ下次再见